បងប្អូនទេសនាគ្រប់គ្នាប្រទេសថៃពេលនេះវាកំពុងតែជិតផ្ទុះនៅសង្គ្រាមសាសនាដ៏ក្តៅគគុកទៅហើយរវាងសាសនាមូស្លីមនិងសាសនាព្រះពុទ្ធដែលជាសាសនារដ្ឋរបស់ប្រទេសថៃនោះតែយ៉ាងណាក៏ដោយតាមការឲ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសសៀមបានបញ្ជាក់ថាពួកក្រុមជនជាតិសៀមអ៊ីស្លាមដែលកាន់សាសនាមូស្លីមនេះពួកគេតែងតែចេញមកតវ៉ាទាមទារទៅដល់ក្រមមន្ត្រីសៀមមូលដ្ឋាននោះជាពិសេសគឺស្ថិតនៅក្នុងតំបន់ខេត្តភូមិភាគខាងលិចរបស់ប្រទេសសៀមនេះតែម្ដងរួមមានខេត្តណារ៉ាធីវ៉ាតខេត្តសាទូនខេត្តយ៉ាឡាជាដើមដោយពួកក្រុមចលនានិយមសាសនាមូស្លីមទាំងអស់នោះតែងតែប្រមូលផ្ដុំគ្នាជាច្រើនក្រុមផងនោះដើម្បីចេញមកតវ៉ាអំពីសិទ្ធិសេរីភាពនៃការគោរពជំនឿទៅលើសាសនាមូស្លីមរបស់ពួកគេប៉ុន្តែវាមានតំបន់ខ្លះគឺមានក្រុមអាជ្ញាធរសៀមទៅធ្វើការហាម5ឬក៏មិនអោយធ្វើពិធីគោរពសាសនាមូស្លីមនេះជាសាធារណៈនោះទេដោយពួកក្រុមជ្រុលនិយមសៀមអ៊ីស្លាមទាំងអស់នោះកើតទុកមិនសុខចិត្តពួកគេមានបំណងជន់ពន្លិចនៅសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋក្នុងប្រទេសថៃផងនោះប៉ុន្តែយ៉ាងណាក៏ដោយប្រភពបណ្ដាញសង្គមសៀមមួយចំនួនបានបង្ហាញឲ្យឃើញថាពួកក្រុមសៀមអ៊ីស្លាមនេះគឺបានចេញមកធ្វើការតវ៉ាទាមទារសិទ្ធិសេរីភាពរបស់ពួកគេស្ទើរតែគ្រប់ទីកន្លែងទៅហើយក្នុងតំបន់ខេត្តភូមិភាគខាងលិចរបស់ប្រទេសសៀមនោះដោយស្ថានភាពនៅក្នុងប្រទេសសៀមពេលនេះវាកំពុងតែឡើងកម្ដៅដាក់គ្នាទៅវិញទៅមកទៅហើយរវាងប្រជាជនសៀមដែលគោរពសាសនាព្រះពុទ្ធនិងប៉ះគ្នាជាមួយនឹងពួកក្រុមសៀមអ៊ីស្លាមនិយមដែលគោរពជំនឿទៅលើសាសនាមូស្លីមនោះនៅថ្ងៃខាងមុខនេះប្រទេសសៀមអាចនឹងផ្ទុះសង្គ្រាមរវាងសាសនាពីរនេះជាមិនខាននោះឡើយ